នៅវេលាល្ងាចថ្ងៃអង្គារទី5ខែឧសភាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរនៅលើបណ្ដាញសង្គមផ្លូវការរបស់សម្ដេចក្នុងខ្លឹមសារដូចតទៅនេះជូនបងប្អូនជនរួមជាតិជាទីស្រឡាញ់ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចនិងប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំឬមួយក៏យើងអាចហៅថា compulsory conciliation ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីផ្អែកលើមូលដ្ឋានច្បាប់ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃបន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការសម្រាប់ដកខ្លួនដោយឯកតោភាគីចេញពីអនុសារណៈនៃការយោគយល់គ្នារវាងកម្ពុជាថៃឬហៅកាត់ថា MOU 2001ឬដែលភាគីថៃហៅថា MOU 44ជាង25ឆ្នាំកន្លងមកនេះអនុសារណៈនៃការយោគយល់គ្នារវាងកម្ពុជាថៃ MOU 2001បានដើរតួនាទីយ៉ាងសំខាន់ដែលជាក្របខ័ណ្ឌទ្វេភាគីតែមួយគត់ដែលបានឯកភាពគ្នាសម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នាហើយការចូលជាធរមាននៃអនុសារណៈនៃការយោគយល់គ្នានេះបញ្ជាក់ឲ្យឃើញពីស្មារតីនៃកិច្ចសហប្រតិបត្តិការនិងសុឆន្ទៈទៅវិញទៅមកជាការសោកស្ដាយដែលភាគីថៃបានសម្រេចដកខ្លួនជាឯកតោភាគីចេញពីអនុសារណៈនៃការយោគយល់គ្នាមួយនេះហើយសម្រាប់កម្ពុជាយើងតែងតែផ្ដល់លទ្ធភាពទៅដល់យន្តការទ្វេភាគីដែលស្របទៅនឹងតាមអនុសារណៈនៃការយោគយល់គ្នាមួយនេះការដកខ្លួនដោយឯកតោភាគីចេញពីអនុសារណៈនៃការយោគយល់គ្នានេះគឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ដែលបង្កើតឲ្យមានក្របខ័ណ្ឌទ្វេភាគីតែមួយគត់ដែលភាគីទាំងពីរបានពឹងផ្អែកនិងប្រើប្រាស់ជាង2ទសវត្សរ៍កន្លងមកនេះក្នុងករណីនេះក្នុងនាមជារដ្ឋដែលគោរពនិងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិក៏ដូចជាការដោះស្រាយចំនួនដោយសន្តិវិធីកម្ពុជាពុំមានជំរើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រជាពិសេសយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ compulsory conciliation ដែលបង្កើតឡើងក្រោមអនុសញ្ញាមួយនេះនោះទេឆ្លៀតក្នុងឱកាសនេះខ្ញុំចង់បញ្ជាក់បន្តិចដែរថាយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ compulsory conciliation គឺត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ដើម្បីជួយទៅដល់រដ្ឋភាគីដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីនិងស្របទៅតាមច្បាប់អន្តរជាតិការសម្រេចចិត្តរបស់កម្ពុជាគឺឆ្លុះបញ្ចាំងឲ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់យើងដែលប្រទេសយើងទាំងពីរអាចសម្រេចបាននៅដំណោះស្រាយមួយដោយយុត្តិធម៌ដែលយូរអង្វែងហើយស្របទៅតាមច្បាប់អន្តរជាតិដែលនឹងអនុញ្ញាតឲ្យប្រជាជនយើងរស់នៅជាមួយគ្នាដោយសន្តិភាពស្ថិរភាពនិងសេចក្តីសុខ